នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានបង្ហាញកងទ័ពចំនួន 30,000 នាក់មកពី 12 ប្រទេសត្រៀមបញ្ជូនទៅអ៊ុយក្រែនរុស្ស៊ីគម្រាមផ្ទុះសង្គ្រាមធំនៅតំបន់អឺរ៉ុបទាំងមូលខណៈនេះដោយយោងតាមសម្ដីរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោក Keir Starmer បានបង្ហាញនិងបញ្ជាក់អំពីកងទ័ពនៃសម្ព័ន្ធមិត្តបានត្រៀមរួចរាល់ហើយក្នុងការបញ្ជូនទៅដាក់ពង្រាយលើទឹកដីនៃប្រទេសអ៊ុយក្រែនក្នុងគោលដៅដើម្បីគាំទ្រនៅយុទ្ធសន្តិភាពឬបទឈប់បាញ់គ្នាដែលស្ថិតនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនដែលប្រទេសនេះកំពុងតែហែកហួរដោយសង្គ្រាមពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ីចំពោះការដាក់ពង្រាយកងទ័ពអឺរ៉ុបនៅលើទឹកដីអ៊ុយក្រែននេះគឺដើម្បីរារាំងពីការបង្កការឈ្លានពានជាថ្មីម្ដងទៀតពីប្រទេសមហាអំណាចរុស្ស៊ីនេះហើយនេះគឺយោងទៅតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន European Prada ចុះផ្សាយកាលពីថ្ងៃទី18ខែមីនាឆ្នាំ2025នេះដោយយោងតាមប្រភពដដែលនេះគឺមានប្រទេសចំនួន12បានត្រៀមរួចរាល់ហើយក្នុងការបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែនដែលមានចំនួនសរុបដល់ទៅ 30,000 នាក់ហើយប្រទេសដែលឈានមុខគេគឺមានប្រទេសអង់គ្លេសនិងប្រទេសបារាំងរួមជាមួយនឹងប្រទេសទួរគីកាណាដានិងអូស្ត្រាលីផងដែរចំណែកឯប្រទេសដទៃទៀតដែលជាសម្ព័ន្ធភាពក្នុងការពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននោះមាន35ប្រទេសក៏ប្រកាសអំពីជួយពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនផងដែរមានប្រទេសខ្លះបើទោះបីជាមិនបញ្ជូនទ័ពទៅជួយសន្តិសុខប្រទេសអ៊ុយក្រែនក្តីប៉ុន្តែប្រទេសទាំងនោះបានជួយជាភស្តុភារជាសម្ភារៈសន្តិសុខផងដែរកាលពីថ្ងៃទី16ខែមីនានាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Keir Starmer បានស្នើឲ្យមានកិច្ចប្រជុំមួយនៅសម្ព័ន្ធភាពដើម្បីគាំទ្រប្រទេសអ៊ុយក្រែននៅក្នុងនោះត្រូវបានគេដឹងថាយ៉ាងតិចណាស់ចំនួន35ប្រទេសសន្យាថានឹងជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនផ្នែកសន្តិសុខនៅពេលដែលអ៊ុយក្រែនមានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសរុស្ស៊ីអំពីបទឈប់បាញ់គ្នាឬផែនការសន្តិភាពជាអចិន្ត្រៃយ៍សម្រាប់ប្រទេសអ៊ុយក្រែនបើយោងតាមបណ្ដាញសារព័ត៌មាន European Prada ដដែលនេះគឺបានឲ្យដឹងថាការបញ្ជូនកងទ័ពប្រទេសបស្ចិមលោកឬកងទ័ពអឺរ៉ុបនេះទៅកាន់ប្រទេសអ៊ុយក្រែននេះគឺមិនមែនសម្រាប់តែប្រទេស35ដែលមានកិច្ចព្រមព្រៀងសន្យាជាមួយនឹងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer រួមជាមួយនឹងប្រធានាធិបតីរបស់បារាំងលោក Macron នោះទេប្រទេសដទៃទៀតក៏លោក Keir Starmer រួមជាមួយនឹងលោក Macron ស្វាគមន៍ផងដែរបើតាមនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសរូបនេះគឺបានឲ្យដឹងថាអង់គ្លេសបានត្រៀមទ័ពសម្រាប់ប្រទេសបស្ចិមលោកយ៉ាងតិចចំនួនជាង 10,000 នាក់នៅខណៈនេះគឺមានប្រទេសជាច្រើនថាពួកគេនឹងបញ្ជូនទ័ពទៅកាន់ប្រទេសអ៊ុយក្រែនផងដែរគឺអាចមានដល់ទៅរហូត 30,000 នាក់លោក Keir Starmer នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសកាលពីដើមឆ្នាំ2025នេះបានទៅធ្វើទស្សនកិច្ចនៅរដ្ឋធានីគៀវនៃប្រទេសអ៊ុយក្រែនហើយក្នុងទស្សនកិច្ចនោះលោក Keir Starmer បានចុះកិច្ចព្រមព្រៀងទ្វេភាគីនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសអង់គ្លេសនិងប្រទេសអ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងនោះនាំឲ្យប្រទេសអង់គ្លេសមានឱកាសនៅក្នុងការបញ្ជូនទ័ពទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីស្ថាបនាកងទ័ពរបស់អង់គ្លេសនៅលើប្រទេសអ៊ុយក្រែនទៀតផងលោក Keir Starmer បានបញ្ជាក់បន្ថែមទៀតថាវត្តមានទ័ពរបស់អឺរ៉ុបនៅលើទឹកដីអ៊ុយក្រែនបញ្ជាក់អំពីការការពាររឹងមាំសម្រាប់សន្តិសុខរបស់ប្រទេសអ៊ុយក្រែនហើយប្រទេសរុស្ស៊ីត្រូវតែទទួលស្គាល់ថាវត្តមានទ័ពរបស់អឺរ៉ុបមិនមែនជាទ័ពឈ្លានពានឬក៏ជាទ័ពប្រយុទ្ធនោះទេគឺជាទ័ពដើម្បីការពារសន្តិសុខសម្រាប់អ៊ុយក្រែនលើកលែងតែទ័ពរបស់អង់គ្លេសឬក៏ទ័ពរបស់អឺរ៉ុបដែលបញ្ជូនទៅកាន់ទឹកដីអ៊ុយក្រែននេះត្រូវបានវាយប្រហារគឺត្រូវតែរកមធ្យោបាយដើម្បីទប់ទល់ហើយលើសពីនេះទៅទៀតនោះក៏មានការព្រមានថាបើប្រទេសណាមួយដែលបញ្ជូនទ័ពទៅអ៊ុយក្រែនហើយត្រូវបានកងទ័ពរបស់រុស្ស៊ីវាយប្រហារនោះដោយគ្រាប់មីស៊ីលវានឹងនាំទៅរកសង្គ្រាមអឺរ៉ុបជាមួយនឹងរុស្ស៊ីដោយជៀសពុំរួចនោះទេស្របពេលជាមួយគ្នានេះដែរថ្នាក់ដឹកនាំរបស់រុស្ស៊ីម្នាក់បានចេញសេចក្តីថ្លែងការណ៍ដោយបានព្រមានថាវត្តមានទ័ពរបស់អឺរ៉ុបនៅលើទឹកដីរបស់អ៊ុយក្រែនបើមាននោះវានឹងក្លាយទៅជាកងទ័ពរបស់អង្គការយោធា NATO ហ
ហើយបើមាននៅលើទឹកដីរបស់អ៊ុយក្រែនវាស្មើនឹងណាតូចូលពាក់ព័ន្ធផ្ទាល់សង្គ្រាមនៅលើទឹកដីរបស់អ៊ុយក្រែននៅពេលនោះហើយដែលរុស្ស៊ីនឹងឆ្លើយតបដោយសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់អឺរ៉ុបនេះដែលនេះជាការព្រមានរបស់លោកឌីមីទ្រីមេដវេដេវអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិសហព័ន្ធរុស្ស៊ីដែលរូបគាត់នេះធ្លាប់ជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីផងដែរលោកឌីមីទ្រីមេដវេដេវគឺជាដៃស្ដាំរបស់លោកពូទីនបុរសនេះហើយដែលតែងតែគំរាមវាយប្រហារទៅលើប្រទេសអង់គ្លេសឬក៏ប្រទេសបារាំងដោយក្បាលគ្រាប់នុយក្លេអ៊ែរប្រសិនបើប្រទេសទាំងពីរនេះឈានដល់ការចូលពាក់ព័ន្ធដោយការលើកទ័ពចូលទៅខាងក្នុងទឹកដីរបស់អ៊ុយក្រែនក៏ប៉ុន្តែគេកត់សម្គាល់ឃើញថាប្រទេសអឺរ៉ុបមិនដែលខ្លាចចំពោះការគំរាមរបស់មេដឹកនាំប្រទេសរុស្ស៊ីនោះទេជាពិសេសនោះគឺប្រទេសអង់គ្លេសនិងប្រទេសបារាំងនេះលោកឌីមីទ្រីមេដវេដេវបានបញ្ជាក់នៅក្នុងសាររបស់គាត់ហើយត្រូវបានគេមើលឃើញនៅលើបណ្ដាញសង្គម X លោកឌីមីទ្រីមេដវេដេវបានបញ្ជាក់បន្ថែមទៀតថានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសប្រធានាធិបតីរបស់ប្រទេសបារាំងគឺជាមេដឹកនាំដែលឈួតលីលាពួកគេបានបញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរបបណាស៊ីនៅលើទឹកដីរបស់អ៊ុយក្រែននេះហើយថាបើដូច្នេះមែនមានន័យថាសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងណាតូនឹងផ្ទុះឡើងហើយវាជាសង្គ្រាមដ៏ធំនៅតំបន់អឺរ៉ុបលោកឌីមីទ្រីមេដវេដេវនៅបន្តបញ្ជាក់បន្ថែមទៀតថាមេដឹកនាំប្រទេសពីរនេះគួរតែទៅសុំយោបល់ជាមុនសិនពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំទីក្រុងមូស្គូតែងតែបញ្ចេញប្រតិកម្មខ្លាំងៗដោយចោទថាអឺរ៉ុបកំពុងតែមានផែនការជំរុញឲ្យមានសង្គ្រាមធំដែលទីក្រុងមូស្គូមិនខ្លាចលេងជាមួយនោះទេបើតាមរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីស៊ីហ្គីឡារុសលោកក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថាការបញ្ជូនទ័ពរបស់អឺរ៉ុបទៅកាន់ប្រទេសអ៊ុយក្រែនវាមិនមែនជាកងរក្សាសន្តិភាពនោះទេប៉ុន្តែវាជាអង្គភាពនៃកងទ័ពអង្គការយោធាណាតូក៏ព្រោះតែវាមិនត្រូវចំពោះដំណោះស្រាយនៃការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេប្រធានាធិបតីនៃប្រទេសបារាំងលោកអេម៉ាញូអែលម៉ាក្រុងបានចេញសារព្រមានទៅរុស្ស៊ីថាបើទោះបីជាអឺរ៉ុបបញ្ជូនទ័ពរបស់អឺរ៉ុបទៅកាន់ទឹកដីរបស់អ៊ុយក្រែនក៏ដោយក៏រុស្ស៊ីគ្មានសិទ្ធិមកបង្គាប់បញ្ជានោះទេក៏ព្រោះតែវាជាកាតព្វកិច្ចវាជាសេចក្តីសម្រេចរបស់ប្រទេសអ៊ុយក្រែនដែលអ៊ុយក្រែនមានដែនអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួនហើយលោកម៉ាក្រុងបានថ្លែងបន្តទៀតថារុស្ស៊ីមិនត្រូវប្រើប្រាស់លក្ខខណ្ឌណាដែលហួសពីព្រំដែនរបស់ខ្លួននោះទេបើតាមប្រធានាធិបតីរបស់បារាំងលោកម៉ាក្រុងការបញ្ជូនទ័ពអឺរ៉ុបទៅអ៊ុយក្រែនវាជាដែនអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រែនជាមួយប្រទេសនៅអឺរ៉ុបហើយរុស្ស៊ីគ្រាន់តែជាភាគីគ្រាន់តែដឹងឮតែប៉ុណ្ណោះគឺគ្មានសិទ្ធិក្នុងការបញ្ជាឲ្យអឺរ៉ុបធ្វើនេះធ្វើនោះបាននោះទេមេដឹកនាំរបស់អឺរ៉ុបតែងតែជួបប្រជុំគ្នាដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី6ខែមីនាឆ្នាំ2025នេះមានមេដឹកនាំសហភាពអឺរ៉ុបចំនួន27ប្រទេសបានជួបគ្នានៅទីក្រុងព្រុយសែលប្រទេសបែលហ្សិកនៅពេលនោះហើយមេដឹកនាំអឺរ៉ុបបានថ្លែងនៅចំពោះមុខប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាគឺអឺរ៉ុបនៅពីក្រោយអ៊ុយក្រែនជាប់ជានិច្ចដើម្បីពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនដូច្នេះហើយបានជាអឺរ៉ុបត្រូវតែបញ្ចេញកញ្ចប់ថវិកាដើម្បីជួយពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែនហើយនៅចុងក្រោយនេះអឺរ៉ុបបានអនុម័តនៅទំហំសាច់ប្រាក់បន្ថែមទៀតចំនួន$3,500 លានសហរដ្ឋអាមេរិកដែលជាជំនួយចុងក្រោយថ្មីទៀតរបស់សហភាពអឺរ៉ុបទៅឲ្យអ៊ុយក្រែនគឺជំនួយយោធារួមនឹងជំនួយផ្សេងទៀតដែលត្រូវពង្រឹងសមត្ថភាពនិងការតស៊ូនៃប្រជាជនអ៊ុយក្រែនក្នុងបុព្វហេតុដើម្បីប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៊ីលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងនៅឯជំនួបកំពូលមេដឹកនាំអឺរ៉ុបកាលពីថ្ងៃទី6ខែមីនានោះថាក្នុងគោលដៅមួយដើម្បីពង្រឹងសន្តិសុខរបស់ខ្លួននេះអឺរ៉ុបបានកំណត់ផែនការនៃថវិកាសម្រាប់ពង្រីកនិងពង្រឹងតំបន់អឺរ៉ុបក្នុងរយៈពេល10ឆ្នាំទៅមុខនោះក្នុងទំហំសាច់ប្រាក់$867,000 លានសហរដ្ឋអាមេរិកហើយក្នុងនោះក៏ជាផ្នែកមួយដើម្បីជួយពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ